ឥឡូវយើងមើល2 គុណនឹង 3 ស្មើ 6 no បាទធ្វើបែបនេះគឺក្មេងតូចអត់ទាន់យល់ទេអញ្ចឹងយើងអាចប្រើវត្ថុពិតជាក់ស្ដែងឬក៏យើងប្រើគំនូសតាងឥឡូវយើងប្រើគំនូសតាងទៅដើម្បីងាយស្រួលនិងលឿនតោះឥឡូវយើងឧទាហរណ៍យើងមានចង្កឹះចំនួន2ណា2នេះម្ដងបាទចំនួន2នេះម្ដងទៀតចំនួន2នេះម្ដងទៀតឃើញទេចង្កឹះ2យើងអាចទៅសេបានលេខ2អានេះចង្កឹះ2យើងអាចទៅសេបានលេខ2ហើយអានេះចង្កឹះ2យើងអាចទៅសេបានលេខ2ដូចគ្នាដែរអញ្ចឹងយើងឃើញថាបើយើងបូក2ចូល2 2បូក2នេះមានន័យថា2 2ដងហើយបូកថែម2នេះទៀតមានន័យថា2ចំនួន3ដងអញ្ចឹងយើងអាចទៅសេបាន2បាទ2ម្ដង2ដង3ដងអញ្ចឹង2 3ដងមានន័យថា2គុណនឹង3ឃើញទេ2គុណនឹង3ស្មើប៉ុន្មាន1 2 3 4 5 6ស្មើ6ចឹងណាអានេះសម្រាប់ក្មេងតូចសម្រាប់ថ្នាក់ធំអត់បញ្ហាទេ2គុណនឹង3គឺស្មើ6នឹងគឺអូខេហើយតែថ្នាក់តូចគឺអញ្ចឹងហើយអញ្ចឹងមានន័យថាម៉េចប្រមាណវិធីគុណគឺជាការបូកចំនួនដដែលច្រើនដង